សួស្តីសិស្សនិស្សិតទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូទី3ស្ដីអំពីវិញ្ញាសាមុខវិជ្ជាផែននៃវិទ្យាសម្រាប់ត្រៀមប្រឡងបាក់ឌុបភាគ3បងរៀនដោយលោកគ្រូហមបូរីអញ្ចឹងតើតើនៅក្នុងវិញ្ញាសាទី3នេះដែរលោកគ្រូមាន4សំណួរដូចសំណួរក្នុងវិញ្ញាសាទី2ទី1ដូចគ្នាអញ្ចឹងសំណួរទី1ដែលគ្រូបានលើកឡើងនេះគឺសំដៅទៅលើតើស្ថានីយ៍អវកាសអន្តរជាតិនិងលំហផ្ដល់សារៈប្រយោជន៍អ្វីខ្លះដល់មនុស្សជាតិហើយនិងភពផែនដីអ្វីខ្លះសំណួរទី2តើផ្នែកសំខាន់នៃវដ្តទឹកមានអ្វីខ្លះចូលពណ៌នាដោយសង្ខេបពីផ្នែកនីមួយៗនៃវដ្តទឹកសំណួរទី3តើដំណើរការពុកផុយមានប្រមាណប្រភេទអ្វីខ្លះចូលបង្ហាញពីមូលហេតុនៃការពុកផុយរបស់ប្រភេទនីមួយៗសំណួរទី4នាពេលបច្ចុប្បន្នសំណល់ត្រូវបានគេប្រមូលកែច្នៃហើយប្រើប្រាស់ឡើងវិញឬប្រើប្រាស់ក្នុងគោលដៅថ្មីទៀតតើការកែច្នៃជាថ្មីនិងកម្ពស់កម្មមានសារៈសំខាន់អ្វីខ្លះលើជីវភាពរស់នៅក្នុងសង្គមអូខេតើតើនឹងសំណួរនេះក៏ដូចគ្នាដែរគឺថាបងប្អូនមួយចំនួនគាត់អាចបកស្រាយបានដោយសារតែសំណួរខ្លះយើងធ្លាប់រៀនតាមពីថ្នាក់ក្រមមកឧទាហរណ៍ដូចជាសំណួរទី2ជាដើមអូខេឥឡូវដើម្បីកុំឲ្យខាត់ពេលយូរយើងឈានចូលទៅដល់អត្រាកំណែតើតើនឹងសំណួរទី1អញ្ចឹងសំណួរទី1តើតើទៅនឹងស្ថានីយ៍អវកាសអន្តរជាតិនិងលំហគឺវាផ្ដល់សារៈប្រយោជន៍ដល់មនុស្សជាតិនិងភពផែនដីដូចជាអូខេមុននឹងផ្ដល់ចម្លើយចូលបងប្អូនទៅសម័យថាតើស្ថានីយ៍អវកាសអន្តរជាតិមានរូបរាងបែបណាអូខេចឹងនៅពេលដែលយើងសម័យដឹងពីកន្លែងទីតាំងនៃការងារដែលស្ថានីយ៍អវកាសអន្តរជាតិឈរនៅយើងអាចនឹងមានគំនិតមួយចំនួនដែលអាចឆ្លើយបានត្រឹមត្រូវអូខេតើតើនឹងចម្លើយទី1ស្ថានីយ៍អវកាសអន្តរជាតិនិងលំហនេះបានផ្ដល់ជាកន្លែងស្រាវជ្រាវនិងពិសោធន៍វិទ្យាសាស្ត្រអវកាសទី2ជាកន្លែងបង្កើតបច្ចេកវិទ្យាថ្មីអូខេអញ្ចឹងកន្លែងនេះដែរគួរចង់បញ្ជាក់ថាសម្ភារៈមួយចំនួនដែលយើងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃជាទូទៅយើងបានតាមរយៈការសិក្សាស្រាវជ្រាវរបស់ស្ថានីយ៍អវកាសអន្តរជាតិនឹងឯងដោយសារតែជាទូទៅដើម្បីសិក្សាអំពីភពនៅខាងក្រៅបានគឺយើងពិបាកណាស់ក្នុងការទៅដល់ទីតាំងនឹងដោយមកឬក៏រស់នៅលើនឹងរយៈពេលយូរគឺអត់កើតទេអញ្ចឹងគេត្រូវការប្រើបច្ចេកវិទ្យាដែលអាចបញ្ជាម៉ាស៊ីនពីចម្ងាយអញ្ចឹងការប្រើប្រាស់បច្ចេកវិទ្យាការព្យាយាមផលិតឧបករណ៍មួយចំនួនដើម្បីទៅសិក្សានៅភពក្រៅនឹងហើយទើបយើងបង្កើតបាននៅបច្ចេកវិទ្យាថ្មីដែលអាចមកប្រើប្រាស់នៅក្នុងសង្គមរបស់យើងសប្តាហ៍ថ្ងៃបានឥឡូវឧទាហរណ៍ដូចគ្រូនិយាយតទៅនឹងប្រភេទឡានបញ្ជាឬក៏ប្រភេទដ្រូនអីជាដើមហ្នឹងគឺជាផលិតផលថ្មីដែលយើងប្រើប្រាស់តាមរយៈការបញ្ជូនយានទៅសិក្សានៅលើភពអង្គារឬក៏ប្រច័នជាដើមចំណុចទី3គឺជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាអញ្ចឹងការសហការរវាងប្រទេសនានាជាមួយនឹងតេតនស្ថានីយ៍អវកាសអន្តរជាតិនឹងសំដៅទៅលើការផ្ដល់នៅព័ត៌មានភ្លាមឬក៏ព័ត៌មានដែលចាំបាច់សម្រាប់ប្រទេសណាមួយដែលគាត់ត្រូវការទិន្នន័យជាក់លាក់ឧទាហរណ៍ដូចជាប្រទេសមួយដែលគាត់គ្មានsatellite ហើយប្រទេសមួយទៀតដែលគាត់មានប្រព័ន្ធ satellite ផ្ដល់ព័ត៌មានជាក់ស្ដែងអញ្ចឹងធ្វើឲ្យប្រទេសពួកគាត់ធ្វើការបង្កើតនៅទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតក្នុងការប្រើប្រាស់ឬក៏ចែករំលែកនៅបច្ចេកវិទ្យាដែលយើងប្រើប្រាស់គ្នាទៅវិញទៅមកទី4គឺត្រួសត្រាយផ្លូវអវកាសសម្រាប់យានិកទាំងឡាយកន្លែងនេះគឺជាការផ្ដល់ព័ត៌មានក៏ដូចជាបទពិសោធន៍ទៅដល់ប្រទេសមួយចំនួនដែលគាត់អត់ធ្លាប់ថាបាញ់យានចូលទៅក្នុងភពដទៃទៀតហើយអញ្ចឹងគាត់បានផ្ដល់ចំណេះដឹងក៏ដូចជាផ្ដល់បទពិសោធន៍ក៏ដូចជាឧទាហរណ៍ដូចអ្នកបើកយន្តហោះជាដើមយើងឃើញជាទូទៅនៅពេលដែលគាត់ធ្វើដំណើរតាមយន្តហោះយានិកដែលគាត់បើកយានហោះហ្នឹងគឺគាត់តែងតែស្ដាប់ព័ត៌មានពីអ្នកដែលធ្វើការ
នៅលើស្ថានីយអវកាសហ្នឹងដើម្បីដឹងអំពីស្ថានភាពនៃបំរែបំរួលនៃបរិយាកាសនៅអាកាសធាតុនៅក្នុងលំហដោយសារតែនៅក្នុងលំហរបស់យើងគឺប្រព័ន្ធអាកាសធាតុគឺមានលក្ខណៈសាមញ្ញជួនកាលវាអាចបង្កើតមានព្យុះអីជាដើមអញ្ចឹងការទទួលបានព័ត៌មាននេះគឺវាផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរមិនត្រឹមតែប៉ុណ្ណោះទេក៏វាជាផ្នែកមួយដែលជួយការពារភពផែនដីរបស់យើងពីការប៉ះទង្គិចនៃអង្គនានាផងដែរជាក់ស្ដែងដូចជាអាចផ្កាយជាដើមបើសិនជាមានអាចផ្កាយណាមួយដែលមានទិសដៅអាចនឹងធ្លាក់ឬក៏បុកមករកផែនដីអញ្ចឹងអ្នកនៅផ្នែកផែនដីនឹងទទួលបានព័ត៌មានពីផ្នែកខាងលើដើម្បីត្រៀមឬក៏បង្ការខ្លួនតាមរយៈការបាញ់កំទេចដុំអាចផ្កាយនោះឲ្យខ្លាចទៅជាបំណែកតូចៗឲ្យវាឆេះទៅក្នុងលំហបរិយាកាសអូខេចំណុចចុងក្រោយគឺវាផ្ដល់ right hydrogen អូខេអញ្ចឹងទាំងអស់នេះគឺជាអត្ថប្រយោជន៍មួយចំនួនដែលមនុស្សជាតិឬក៏ភពផែនដីទទួលបានពីស្ថានីយអវកាសអន្តរជាតិនិងលំហចូលដល់សំណួរទី2ផ្នែកសំខាន់នៃវដ្តទឹកគឺមាន3ចំណុចទី1គឺរំហួតទី2គឺកំណកទី3គឺកំណកអាកាសអញ្ចឹងបើយើងនិយាយពីរំហួតគឺជាដំណើរដែលទឹកនៅលើភពផែនដីត្រូវបានហួតឬក៏ត្រូវបានប្រែក្លាយពីរាវក្លាយទៅជាឧស្ម័នឬក៏យើងហៅថាចំហាយទឹកដោយសារតែកម្ដៅព្រះអាទិត្យអញ្ចឹងដំណាក់កាលបែបនេះគេហៅថាដំណាក់កាលរំហួតទី2កំណកគឺជាចំហាយទឹកនៅក្នុងបរិយាកាសដែលចុះត្រជាក់ហើយកកទៅជាញើសបង្កើតបានទៅជាពពកហ្នឹងយើងហៅថាកំណកឬក៏យើងអាចឲ្យនិយមន័យវាមួយយ៉ាងទៀតបានថាគឺជាចំហាយទឹកដែលស្ទុះពីដែលស្ទុះឡើងពីផ្ទៃដីឡើងចូលទៅក្នុងបរិយាកាសក្នុងស្រទាប់ដ៏ខ្ពស់នៅតំបន់ដែលត្រជាក់បន្ទាប់មកវាប្រមូលផ្ដុំគ្នាព័ទ្ធជុំវិញជាមួយធូលីជាមួយឧស្ម័នអញ្ចឹងវាបង្កើតបានទៅជាពពកជាដើមកំណកអាកាសសំដៅទៅលើចំហាយទឹកទាំងអស់នោះនៅពេលដែលវាប្រមូលផ្ដុំគ្នាកាន់តែច្រើនពេលនោះវាកាន់តែរីកមាឌវារីកមាឌហើយវាធ្ងន់ពេលនោះវានឹងធ្លាក់មកលើភពផែនដីរបស់យើងក្នុងទម្រង់ជាភ្លៀងព្រិលឬក៏តកកសម្លៃឧទាហរណ៍ដូចរូបភាពដែលគ្រូបានបញ្ជាក់នេះចឹងនេះគឺជាដំណើរការនៃវដ្តទឹកទាំងមូលចឹងដើម្បីកាន់តែលម្អិតនៃវដ្តទឹកហ្នឹងគ្រូមានវីដេអូជា animation ដើម្បីឲ្យយើងងាយមើលថាតើដំណើរនៃការហួតឡើងដំណើរការនៃការប្រមូលផ្ដុំគ្នានិងដំណើរការនៃការធ្លាក់ចុះនៃចំហាយទឹកហ្នឹងតើវាមានលក្ខណៈយ៉ាងដូចម្ដេចអូខេទី1គឺបង្ហាញអំពីដំណាក់កាលរំហួតចឹងដំណាក់កាលរំហួតនេះវាកើតឡើងពីករណីទី1តាមរយៈកម្ដៅព្រះអាទិត្យចឹងដោយសារតែទឹកនៅលើភពផែនដីទទួលនៅកម្ដៅពន្លឺពីព្រះអាទិត្យធ្វើឲ្យទឹកបានប្រែក្លាយពីរាវទៅជាឧស្ម័នឬក៏យើងហៅថាចំហាយទឹករីឯរុក្ខជាតិដូចគ្នាតាមរយៈការធ្វើរស្មីសំយោគគឺវាបានស្រូបយកឧស្ម័នកាបូនិកនិងទឹកពីផ្ទៃដីអញ្ចឹងវាបង្កើតវាបានបំភាយនៅឧស្ម័នអុកស៊ីសែនចូលទៅក្នុងបរិយាកាសនិងបង្កើតបានជាក្រូកូសផ្ទុយមកវិញតាមរយៈសម័យប្រវត្តិកម្មមេតាបូលីសរុក្ខជាតិនៅពេលយប់វាបានស្រូបយកអុកស៊ីសែនវិញហើយវាបានបំភាយនៅឧស្ម័នកាបូនិកនិងចំហាយទឹកចឹងហើយជាទូទៅនៅពេលព្រឹកយើងតែងតែឃើញស្លឹកឈើតែងតែមានជាតិសំណើមអូខេយើងទី2គឺកំណកនៅពេលដែលយើងនិយាយអំពីកំណកគឺសំដៅទៅលើចំហាយទឹកដែលវាប្រែក្លាយពីរាវទៅឧស្ម័ននេះវាស្ទុះឡើងទៅលើចឹងវាស្ទុះឡើងទៅលើក្នុងបរិយាកាសដ៏ខ្ពស់ចឹងបើសិនជាស្រទាប់នៃបរិយាកាសមួយណាដែលមានសីតុណ្ហភាពត្រជាក់វានឹងទើធំនឹងហើយវាចាប់ដើមប្រមូលផ្ដុំគ្នាជាមួយនឹងឧស្ម័នជាមួយនឹងធូលីវានឹងកើតបានទៅជាពពកហើយបើសិនជាបរិយាកាសមួយហ្នឹងវាអត់ត្រជាក់ទេវានឹងស្ទុះបន្តជានិច្ចរហូតទៅដល់កន្លែងណាដែលវាត្រជាក់បានវាចាប់ផ្ដើមប្រមូលផ្ដុំគ្នាចឹងហើយជាទូទៅពេលដែលយើងមើលឃើញពពកយើងឃើញថាវាស្ថិតនៅជាន់ខុសគ្នាពពកខ្លះនៅទាបខ្លះនៅមធ្យមនិងខ្លះខ្ពស់មែនតើអូខេរូបភាពទី3គឺកំណកអាកាសចឹងកាលណាយើងនិយាយអំពីកំណកអាកាសគឺសំដៅទៅលើចំហាយទឹកទាំងអស់នេះដែលវាបានប្រមូលផ្ដុំគ្នាកាន់តែច្រើនធ្វើឲ្យវាធ្ងន់ចឹងវាចាប់ផ្ដើមធ្លាក់មកលើភពផែនដីហើយការធ្លាក់មកលើភពផែនដីនេះគឺវាមានទម្រង់ខុសគ្នាតំបន់ខ្លះវាធ្លាក់មកជាទម្រង់ទឹកភ្លៀង
តំបន់ខ្លះជាតករីឯតំបន់ខ្លះទៀតគឺជាព្រិលជាដើមអញ្ចឹងសរុបមកវិញគ្រូសង្ឃឹមថាពួកយើងអាចនឹងស្វែងយល់អំពីដំណើរការអនុវត្តទឹកទាំងមូលចូលមកដល់សំណួរទី3គេសួរថាតើដំណើរការពុកផុយមានប្រមាណប្រភេទអញ្ចឹងដំណើរការពុកផុយរបស់យើងគឺមានពីរប្រភេទរួមមានដំណើរការពុកផុយគីមីហើយនិងដំណើរការពុកផុយមេកានិកអញ្ចឹងគេសួរមូលហេតុតើមូលហេតុនៃការពុកផុយនៃប្រភេទនីមួយៗនេះកើតឡើងដោយសារកត្តាអីគេខ្លះអូខេអញ្ចឹងចំពោះដំណើរការពុកផុយគីមីគឺយើងមានចំនួន5យ៉ាងដែលធ្វើឲ្យវាមានដំណើរការពុកផុយបែបគីមីទី1គឺសកម្មភាពទឹកអូខេទី2គឺអុកស៊ីសែនទី3កាបូនឌីអុកស៊ីតទី4សារពាង្គកាយមានជីវិតនិងទី5គឺភ្លៀងអាស៊ីតតកតូនទៅនឹងខ្លឹមសារលម្អិតគ្រូអត់បានលម្អិតទេយើងអាចមើលវីដេអូតកតូននឹងមេរៀនដំណើរការពុកផុយបានយើងនឹងឃើញថាតើដំណើរការពុកផុយបែបគីមីនៃសកម្មភាពនីមួយៗតើវាមានលក្ខណៈកើតឡើងយ៉ាងដូចម្ដេចទី2គឺដំណើរការពុកផុយបែបមេកានិកអញ្ចឹងដំណើរការពុកផុយបែបមេកានិកក៏មានចំនួន5ដូចបែបគីមីដូចគ្នាទី1គឺកំណកនិងរលាយទី2គឺសីតុណ្ហភាពទី3ការលូតលាស់នៃរុក្ខជាតិទី4សកម្មភាពសត្វនិងទី5គឺការសឹកបើយើងនិយាយពីការសឹកនេះក៏ពិតវាមាន3ចំណុចតូចទៀតមានដូចជាទឹកមានដូចជាខ្យល់ហើយនិងទំនាញប៉ុន្តែយើងដាក់តែចំណុចរួមមួយហ្នឹងទៅគឺការសឹកទៅគឺយល់ហើយអូខេអញ្ចឹងសង្ឃឹមថាបងប្អូនបានយល់តកតទៅនឹងដំណើរប្រភេទនៃដំណើរការពុកផុយហើយនិងមូលហេតុនៃការពុកផុយនៃប្រភេទនីមួយៗយើងចូលមកដល់សំណួរទី4ជាសំណួរមួយដែលពាក់ព័ន្ធជាមួយនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើងហើយគឺវាពាក់ព័ន្ធជាមួយនឹងផ្នែកបរិស្ថានជាពិសេសគឺផ្នែកទៅលើសំណល់អញ្ចឹងគេសួរថាគេផ្ដាំប្រាប់យើងថាបច្ចុប្បន្នសំណល់ត្រូវបានគេយកទៅកែច្នៃយកទៅប្រើប្រាស់ឡើងវិញអញ្ចឹងពាក្យថាកែច្នៃប្រហែលជាបងអូនយល់ហើយគឺមានថាប្រែคล้ายពីវត្ថុមួយអាចคล้ายទៅជាវត្ថុមួយទៀតរីឯការប្រើប្រាស់ឡើងវិញគឺសំដៅទៅលើការប្រើប្រាស់ផលិតផលហ្នឹងម្ដងទៀតអូខេគេសួរថាការកែច្នៃនិងប្រើប្រាស់ឡើងវិញនេះដូចជាការកែច្នៃជាថ្មីនិងការធ្វើកម្ពុជាកម្មនេះតើមានសារៈសំខាន់អ្វីខ្លះនៅក្នុងសង្គមអញ្ចឹងអ្វីដែលគេផ្ដោតទៅលើតែពីរចំណុចទេគឺការកែច្នៃជាថ្មីហើយនិងការធ្វើកម្ពុជាកម្មអញ្ចឹងឥឡូវយើងចូលដល់ចំណុចទី1និយាយអំពីការកែច្នៃអញ្ចឹងនៅពេលដែលយើងយកសម្រាមទាំងអស់ដែលគេបានចោលនៅទីលានចាក់សម្រាមយើងយកមកកែច្នៃជាថ្មីតើផលចំណេញយើងបានអីគេទី1កាត់បន្ថយផលប៉ះពាល់បរិស្ថានមិនបើយើងអាចកាត់បន្ថយផលប៉ះពាល់បរិស្ថានដោយសារតែបរិមាណសំណល់ដែលយើងបានយកមកកែច្នៃនេះត្រូវបានថយអញ្ចឹងបរិមាណសំណល់ដែលយកទៅចាក់នៅទីលានចាក់សម្រាមនោះត្រូវបានថយចុះព្រោះពួកយើងបានយកសម្រាមមួយចំនួនយកមកកែច្នៃហើយយកវាទៅលក់នៅក្នុងទីផ្សារដូច្នេះទី2គឺនិយាយអំពីកាត់បន្ថយថ្លៃបោះចោលសំណល់តកតូននឹងតម្លៃឡើយនេះគឺសំដៅទៅលើការបង់សេវាកម្មសំណល់តាមផ្ទះអញ្ចឹងជាទូទៅបើសិនជាក្រុមហ៊ុនប្រមូលសម្រាប់ក៏ឃើញផ្ទះណាដែលបង្កើតឲ្យមានសំណល់ច្រើនអញ្ចឹងតម្លៃនៃការបង់សំណល់ទាំងអស់នោះគឺមានកម្រិតខ្ពស់ប៉ុន្តែបើសិនជាផ្ទះរបស់យើងការបោះបង់ចោលសំណល់គឺមានចំនួនតិចអញ្ចឹងតម្លៃនៃការប្រមូលសំណល់ដែលគេត្រូវឲ្យយើងបង់ហ្នឹងក៏មានចំនួនតិចដែរដូច្នេះកាលណាយើងចេះកែច្នៃសំណល់កុំបោះចោលច្រើនពេកព្យាយាមកាត់បន្ថយវាយើងក៏បានចូលរួមការពារបរិស្ថានក៏ដូចជាកាត់បន្ថយការចំណាយរបស់យើងផងដែរចំណុចទី3ចូលរួមថែរក្សាធនធានធម្មជាតិនិងសន្សំសំចៃថាមពលក្នុងការផលិតវត្ថុធាតុជាថ្មីកន្លែងនេះគួរចង់បញ្ជាក់ថាបើសិនជាសំណល់យើងព្យាយាមបោះចោលច្រើនពេកអញ្ចឹងវាធ្វើឲ្យបរិស្ថានរបស់យើងពោពេញទៅដោយសម្រាមអញ្ចឹងការលូតលាស់របស់រុក្ខជាតិការរស់នៅរបស់សត្វសោភ័ណភាពនៃការរស់នៅដែលយើងរស់នៅកន្លែងហ្នឹងគឺវាអត់ស្អាតបាតទេអញ្ចឹងធ្វើឲ្យធនធានក៏ដូចជាការរស់នៅរបស់មនុស្សរបស់យើងក៏មានការពិបាកដែរហើយជាពិសេសនៅពេលដែលយើងព្យាយាមប្រើប្រាស់វត្ថុដែលជាសំណល់ហ្នឹងមកកែច្នៃជារបស់ថ្មីអញ្ចឹងយើងបានកាត់បន្ថយអ្វីគឺកាត់បន្ថយវត្ថុធាតុដើមឥឡូវគ្រូឧទាហរណ៍ដូចជាសម្បកកង់ឡានចុះអញ្ចឹងជាទូទៅសម្បកកង់ឡាននៅពេលដែលយើងបោះចោល
ពេលដែលយើងប្រើប្រាស់ហើយអ្នកខ្លះទៀតគាត់អត់ថាសម្បកកង់ឡានយកទៅបោះចោលយកទៅធ្វើអីទៀតទេចឹងពេលដែលគាត់បោះចោលវាធ្វើឲ្យសំណល់ហ្នឹងគឺកាន់តែច្រើនប៉ុន្តែប្រសិនបើសិនជាសំណល់សម្បកកង់ឡានហ្នឹងគាត់បានយកទៅកែច្នៃដូចជាធុងសម្រាមជាផើងផ្កាសម្រាប់ដាំដំណាំវិញចឹងវាធ្វើឲ្យធ្វើឲ្យយើងចំណេញទៅលើផលិតផលថ្មីមួយទៀតហើយបើសិនជាយើងផលិតធុងសម្រាមយើងមានត្រូវការដើមទុនជ័រក៏ដូចជាត្រូវការធម្មពលដើម្បីផលិតវាត្រូវការកម្លាំងពលកម្មជាច្រើនដើម្បីផលិតធុងសម្រាមនឹងមួយតែបើយើងគ្រាន់តែយកសម្បកកម្លាំងមកកែច្នៃយើងចំណេញបានច្រើនទាក់ទងទៅនឹងធម្មពលនៃការផលិតវត្ថុសារធាតុថ្មីអូខេចំណុចចុងក្រោយគឺបង្កើតនៅសកម្មភាពសេដ្ឋកិច្ចនិងការងារថ្មីចឹងឡើយនេះដូចគ្រូបញ្ជាក់មិញចឹងបើសិនយើងមានការកែច្នៃចឹងធ្វើឲ្យវាខ្លាយទៅជាផលិតផលថ្មីទៀតយើងអាចលក់វានៅលើទីផ្សារកាលណាយើងលក់វានៅលើទីផ្សារយើងនឹងទទួលបានប្រាក់ចំណូលចូលនៅក្នុងផ្ទះក៏ដូចជាបង្កើតនៅការងារនៅលើទីផ្សារក៏កាន់តែច្រើនផងដែរអូខេចំណុចបន្តគឺកាត់បន្ថយការនាំចូលទំនិញនិងវត្ថុធាតុដើមចឹងដូចគ្រូបញ្ជាក់ចឹងផលិតផលមួយចំនួនបើយើងកែច្នៃបានកាន់តែច្រើនអញ្ចឹងយើងមិនចាំបាច់នាំចូលផលិតផលនាំពីបរទេសមកទៀតទេហើយវត្ថុធាតុដើមដែលផលិតទៅជាអ្វីមួយទៀតក៏យើងមិនចាំបាច់នាំចូលច្រើនដែរព្រោះយើងមានវត្ថុធាតុដើមដែលបានមកពីសំណល់នេះយើងអាចយកទៅវាទៅកែច្នៃបានអូខេចំពោះចំណុចចុងក្រោយយើងនិយាយអំពីកម្ប៉ុសកម្មចឹងបើយើងនិយាយអំពីកម្ប៉ុសកម្មគឺជាដំណើរការមួយដែលយើងប្រមូលកាកសំណល់សរីរាង្គរលួយយកវាទៅធ្វើជាជីកម្ប៉ុសមានថាយកទៅធ្វើជាជីកសកម្មចឹងកាលណាយើងកែច្នៃសំណល់ដែលរលួយហ្នឹងអាចខ្លះទៅជាជីកសកម្មតែយើងទទួលបានផលពីគេខ្លះទី1សំណល់សរីរាង្គអាចយកទៅធ្វើជាជីកម្ប៉ុសសម្រាប់កសកម្មអញ្ចឹងយើងចំណេញមួយហ្នឹងចំណេញបានវត្ថុធាតុដើមក្នុងការផលិតធ្វើជាជីទី2កាត់បន្ថយការប្រើប្រាស់ជីគីមីពីព្រោះយើងអាចផលិតបានជីកសកម្មហើយចឹងធ្វើឲ្យការប្រើប្រាស់ជីគីមីក៏លែងមានដែរអញ្ចឹងទាំងដំណាំទាំងការបរិភោគនៅផលិតផលកសិកម្មគឺយើងអាចធានាបានថាវាមានគុណភាពជាងការប្រើប្រាស់ជីគីមីទី3គឺយើងបានរក្សាគុណភាពដីនិងបង្កើនគុណភាពដីអញ្ចឹងដីដូចគ្នាដែរកាលណាយើងប្រើប្រាស់ជីគីមីច្រើនធ្វើឲ្យដីរបស់យើងបាត់បង់គុណភាពបន្តិចម្ដងប៉ុន្តែនៅពេលដែលយើងប្រើប្រាស់ជីកំប៉ុសកាន់តែច្រើនធ្វើឲ្យដីរបស់យើងកាន់តែមានគុណភាពកាន់តែមានសារធាតុចិញ្ចឹមជាច្រើនដែលអាចឲ្យរុក្ខជាតិវាត្រូវការលូតលាស់ច្រើនចំណុចទី4គឺកាត់បន្ថយបរិមាណសំណល់សរីរាង្គជាមានថាសំណល់សរីរាង្គដែលមាននៅលើទីផ្សារវាកាត់បន្ថយបានច្រើនគេចំណុចចុងក្រោយគឺយើងចំណេញថវិកាយើងបានទាំងជីយើងបានទាំងប៉ុណ្ណឹងគុណភាពដីហើយអ្វីដែលជាពិសេសជួនកាលយើងអាចផលិតវាទៅលក់ដើម្បីបានជាប្រាក់ចំណូលឬក៏យើងប្រើប្រាស់វាជំនួសជីគីមីធ្វើឲ្យយើងអត់មានការចំណាយទៅលើជីគីមីជាដើមអូខេអញ្ចឹងសរុបមកវិញតកតទៅនឹងវិញ្ញាសាទី3របស់លោកគ្រូគឺមានតែប៉ុណ្្នឹងហើយសង្ឃឹមថាបងប្អូនយល់ចាប់បានទាំងអស់គ្នាហើយបើពេញចិត្តលើវីដេអូនេះសូមជួយ Subscribe ទាំងអស់គ្នាផងសូមអរគុណ